សូមចុច Subscribe រួចចុចលើសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ Channel រឿងព្រេងខ្មែរសូមជូនរឿងវិជាតមិលមានរឿងមួយដំណាលថានៅក្នុងស្រុកភូមិមួយមានតាយាយពីរនាក់ប្តីប្រពន្ធរស់នៅក្នុងភូមិជាមួយអ្នកស្រុកអ្នកភូមិដូចគេឯងតានោះមានឈ្មោះថាតាប្លុងហើយយាយឈ្មោះថាយាយណាងពួកគាត់មានមុខរបរជាអ្នកធ្វើស្រែចម្ការនិងមានជីវភាពមធ្យមតានិងយាយមានកូនស្រីតែមួយគ្រាប់ឈ្មោះនាងវារីដែលមានរូបឆោមឡោមពណ៌ស្រស់ស្អាតដាច់គេបើធៀបនឹងក្រមុំនៅក្នុងភូមិកិត្តិស័ព្ទសម្រស់របស់នាងបានធ្វើឲ្យកំឡោះមិនតិចនោះទេចាប់ចិត្តស្រឡាញ់និងបាននាំចាស់ទុំចូលគិតស្ដីដណ្ដឹងជីហោហែតែនាងវារីហាក់មិនទាន់ចង់បានគូស្រករនៅឡើយដោយនាងចេះតែប្រកែកមិនព្រមបើកចិត្តទទួលយកបុរសណាម្នាក់សោះលោកយាយលោកតាជាឪពុកម្ដាយក៏មិនបានបង្ខិតបង្ខំកូនស្រីដែររឿងអនាគតកូនស្រីគាត់ទុកឲ្យនាងជាអ្នកកំណត់ជោគវាសនាដោយខ្លួនឯងលុះពេលវេលាកន្លងផុតទៅតាយាយក៏កាន់តែមានសុខភាពទ្រុឌទ្រោមតាមកាលវេលាថ្ងៃមួយតាសុងដែលជាចាស់ទុំនៅក្នុងភូមិនឹងត្រូវជាបងជីដូនមួយរបស់លោកតាប្លុងបានចូលមកលេងផ្ទះគាត់បានសាកសួររហូតធ្លាយដល់រឿងការទុកដាក់នាងវារីនិយាយអញ្ចឹងក្មួយវារីកាលណាបានឯងគិតគូឲ្យបានប្តីបានស្អីនឹងគេទៅអូនទាំងពីរនេះចាស់ទៅហើយប្រយ័ត្នស្លាប់បាត់ខានឃើញមុខចៅទៅលោកបងអើយខ្ញុំនឹងយាយវានេះគិតគូរឿងនេះដែរតែមិនដឹងធ្វើម៉េចបើកូនស្រីមិនទាន់ចង់បានមិនមែនគ្មានគេចូលគិតទេមានគេចូលគិតច្រើនដែរតាំងពីអាចក់កូនតាក្របីអាសល់អាសាញ់អាញាញ់សុទ្ធតែជាកូនកំឡោះគេអ្នករកស៊ីតែវារីកូនស្រីខ្ញុំគេមិនត្រូវសោះឮតាប្លុងនិយាយដូចនេះតាសុងគាត់ក៏ដកដង្ហើមធំបន្តិចរួចទើបនិយាយទៅកាន់តាប្លុងនិងយាយណាងវិញថាអើលោកបងមិនចេះតែថាម៉េចទេណាបើថានេះមិនត្រូវនោះក៏មិនត្រូវលោកបងចង់ណែនាំកូនប្រុសគេមួយសាកមើលក្រែងជាគូវាគេនោះជាកូនប្រុសរបស់តាក្រឹបឈ្មោះអាក្រាក់ប្រហែលជាលោកបងនិយាយទៅឯងធ្លាប់ស្គាល់ហើយតាក្រឹបនោះគឺជាអ្នកធ្លាប់រកស៊ីជាមួយពួកឯងដែរកាលពីមុននោះតាំងពីវារីនាងនៅបាតជើងក្រហមរងាលឯណោះតាប្លុងនិងយាយណាងអង្គុយគិតបន្តិចទើបលាន់មាត់ឡើងអូគឺលោកបងក្រឹបប្តីយាយក្រុមធ្លាប់រកស៊ីជួយដូរក្របីជាមួយយើងនោះអីតាវាទាល់តែលោកបងនិយាយអញ្ចឹងទើបខ្ញុំនឹកឃើញចុះថាកូនប្រុសគាត់នោះងាប់បាត់ហើយទីអីតើលោកបងចុះឥឡូវបានកូនប្រុសមកពីណាមួយទៀតណែកុំចេះតែថានោះជាពាក្យអាចារ្យអារាមទេមានងាប់អីវាអាក្រាក់ឥឡូវវាធំពេញកំឡោះស្ដោកក៏ប៉ុន្តែថាវាសម្បល់មិនសូវសអាងាប់នោះងាប់ប្អូនវាម្នាក់ទៀតទេតើអានោះកើតជំងឺគ្រុនចាញ់ងាប់បាត់តាំងពីយូរហើយបើថាម៉េចមកទេបងណែនាំឲ្យក្រែងលោជាគូវាណាព្រោះអ្នកណាក៏វាមិនត្រូវអ្នកណាក៏វាមិនត្រូវថាមិនបានគូរបស់វាជាមួយអាក្រាក់កូនតាក្រឹបនោះក៏ថាបានដែរក្រោយពីបានស្ដាប់តាសុងជាបងជីដូនមួយនិយាយណែនាំដូច្នោះហើយតាប្លុងនិងយាយណាងក៏មិនបាននិយាយស្ដីអ្វីនោះទេគាត់គ្រាន់តែបង្ហើបថាបើសិនជាគេមកលេងផ្ទះក៏មកបានមិនមែនជាបញ្ហាអ្វីនោះទេក្រោយមើលសភាពការដូចជាទំនងបើកផ្លូវដែរតាសុងក៏បានត្រឡប់ទៅវិញហើយបានធ្វើជាមេអណ្ដើកទៅប្រាប់ដល់តាក្រឹបឲ្យបានដឹងនឹងមកលេងផ្ទះប្អូនជីដូនមួយគាត់ដើម្បីស៊ើបសួរនិងគិតដណ្ដឹងនាងវារីក្មួយស្រីគាត់ឲ្យទៅនាយក្រាក់ពេលនោះ
តាសុងអះអាងធ្វើជាមេអណ្ដើកនាំផ្លូវគ្រួសារតាក្របក៏បាននាំនៃក្រាក់មកដល់ផ្ទះតាប្លង់ប្រកាសមែនគ្រាន់តែឃើញភ្លាមនាងវារីមិនបានពេញចិត្តនឹងនៃក្រាក់នោះទេដោយសារមើលទៅនេះមានក្បាលមិនសមសក់ច្រមុះមិនសមភ្នែកសម្បុរខ្មៅដូចក្រញូងមាឌធំក្រអាញមើលមិនចូលភ្នែកសោះប៉ុន្តែចាស់ឯនេះវិញនិយាយត្រូវដងត្រូវផ្លែគ្នាខ្លាំងណាស់តាសុងពូកែខាងវោហាសាសាបចាក់ទឹកមិនលិចនិយាយរហូតធ្វើឲ្យតាប្លង់និងយាយណាងមានចិត្តលំអៀងតូទន់ឥឡូវយ៉ាងម៉េចដែរលោកបងនិយាយសាច់ការទៅគឺថាណែបើខ្ញុំចង់គិតមាននាងកូនស្រីលោកបងមកឲ្យអាក្រក់កូនប្រុសរបស់ខ្ញុំនេះតើលោកបងថាម៉េចដែរអើមើលម៉េចមកគិតគូតាមការគូទៅលោកប្អូនគ្នាឯនេះខំពឹងពោលោកបងជាមុខមាត់ដើម្បីឲ្យជូនមកដល់ផ្ទះរបស់លោកប្អូនយ៉ាងម៉េចយ៉ាងម៉ាក៏សម្រេចការឲ្យបានសមរម្យតាមការគួរទៅក្រោយពេលភ្ញៀវត្រឡប់ទៅវិញតាប្លង់និងយាយណាងក៏បាននិយាយជាមួយកូនស្រីដោយលើកហេតុផលថាយ៉ាងណាដែរកូនស្រីមើលទៅកូនអាចពិចារណាឃើញយ៉ាងណាដែរជាមួយនឹងអន្តិតក្រាក់កូនរបស់លោកបងក្របនោះចំពោះឪម៉ែមិនបង្ខិតបង្ខំកូនទេស្រេចតែលើកូនទៅចុះក៏ប៉ុន្តែថាឪម៉ែមិនដឹងរស់នៅបានយូរប៉ុណ្ណាទៀតទេពីមួយឆ្នាំទៅមួយឆ្នាំឪម៉ែកាន់តែចាស់ទៅហើយទៅវិញថ្ងៃណាក៏មិនដឹងដែរណាមួយមើលទៅពូជអំបូរគេក៏ជាអ្នកល្អដែរជាអ្នករកស៊ីអ្វីត្បិតតែរូបខាងក្រៅគ្នាមិនសូវបានដូចគេដទៃតែកូនអើយរូបល្អសខ្មៅសំខាន់ចេះមើលថែទាំគ្នានោះម៉ែឪសប្បាយចិត្តណាស់ទៅហើយក្រោយពីតាប្លង់និយាយហើយយាយណាងក៏បន្ថែមទៅថាណាមួយមីឯងគាត់ជាចាស់ទុំគាត់ជាអ្នកលំអិតគិតការច្បាស់រឿងសាច់ញាតិកូនក្មួយគាត់មិនចេះតែធ្វេសប្រហែសណែនាំមនុស្សមិនល្អឲ្យក្មួយស្រីគាត់វេទនាទេទោះយ៉ាងណាម៉ែនិងឪមិនបានបង្ខិតបង្ខំកូនស្រីទេអាស្រ័យតែទៅលើកូនស្រីទៅចុះម៉ែឪគ្រាន់តែបង្ហាញផ្លូវកូនខ្លះដើម្បីឲ្យកូនពិចារណាទៅចុះដោយមិនចង់ជំទាស់ចិត្តឪពុកម្ដាយដែលកាន់តែចាស់និងយល់ដល់មុខតាសុងជាចាស់ទុំផងនាងវារីក៏សម្រេចចិត្តយល់ព្រមភ្ជាប់ពាក្យទៅកាលនោះក្រោយភ្ជាប់ពាក្យហើយនាយក្រាក់ត្រូវបានលោកតាប្លង់និងយាយណាងឲ្យមកបម្រើនៅខាងផ្ទះរបស់គាត់រយៈពេល3ខែដូច្នេះនាយក្រាក់ក៏បានមកស្នាក់នៅផ្ទះតាប្លង់និងយាយណាងរៀងរាល់ថ្ងៃគេខំប្រឹងធ្វើការមិនឲ្យទាស់ចិត្តសាច់ញាតិខាងស្រីឡើយប៉ុន្តែនៅពេលយប់ថ្ងៃសិលឬយប់ងងឹតគេតែងតែមានអាកប្បកិរិយាប្លែកៗនៅក្នុងយប់មួយខណៈដែលមេឃកំពុងធ្លាក់ភ្លៀងរលឹមនាងវារីបានចុះមកដងទឹកភ្លៀងនៅក្រោមផ្ទះស្រាប់តែនាងបានប្រទះឃើញស្រមោលមនុស្សអង្គុយនៅក្បែរទ្រុងមាន់នោះគឺនាយក្រាក់គេកំពុងហែកសត្វមាន់រស់ហើយទំពាសាច់ឆៅទាំងកំរោលដោយមានឈាមប្រឡាក់ពេញមាត់និងដៃភ្នែករបស់គេឡើងពណ៌ក្រហមថ្លាគួរឲ្យខ្លាចឃើញទិដ្ឋភាពដ៏រន្ធត់នេះនាងវារីស្ទុះរត់ឡើងលើផ្ទះវិញទាំងប្រលឹងចុងសក់នាងដឹងច្បាស់ថានាយក្រាក់នេះច្បាស់ជាមិនមែនជាមនុស្សធម្មតាទេគេប្រកាសជាអ្នកមានរៀនវិជ្ជាផ្លូវងងឹតឬមានឈាមជ័រជាមនុស្សខុសខើខុសគេព្រឹកឡើងនាងប្រកាសដាច់ខាតថាសូមផ្ដាច់ពាក្យភ្លាមមិនអាចយកនាយក្រាក់ធ្វើជាប្តីបានឡើយរឿងផ្ដាច់ពាក្យនេះបានល្បីដល់តាសុងនិងគ្រួសារតាក្របចាស់ទុំទាំងអស់បានមកប្រជុំគ្នានៅផ្ទះតាប្លង់រីឯតាសុងឯណោះខឹងសម្បាយ៉ាងខ្លាំងព្រោះខ្មាស់គេដែលខ្លួនជាអ្នកធានានាំមកហើយត្រូវខាងស្រីបដិសេធ
លោកប្អូនប្លង់ធ្វើបែបនេះមើលងាយខ្ញុំពេកហើយគ្រាន់តែរឿងក្មេងយល់សពឃើញស៊ីមន់ស៊ីទាក៏យកមកធ្វើជាលេសដាច់ពាក្យដែរឬដោយកំហឹងគ្រប់គ្រងលេងបាននិងដោយសារគាត់មានរៀនវិជ្ជាតមិលវិជ្ជាដែលធ្វើឲ្យមានចិត្តក្តៅនិងប្រព្រឹត្តខុសខើតាសុងបានទាញយកចានគោមកដាក់ក្នុងមាត់ហើយទំពាគ្រួបពេញមាត់គាត់ទំពាចានថ្មលេបចូលពោះទាំងមាត់ហូរឈាមក៏ក្លាក់ធ្វើឲ្យអ្នកផងទាំងពួងភ័យរន្ធត់ជាខ្លាំងដែលនេះសបញ្ជាក់ថាការចរចាលើកនេះគឺគ្មានថ្ងៃសះជាបានដូចដើមឡើយយាយណាងដែលជាម្ដាយនាងវារីចេះតែអង្វរទៅថាលោកបងប៉ុណ្ណឹងបានហើយលោកបងប៉ុណ្ណឹងបានហើយលោកបងតាសុងមិនស្ដាប់ទេមាត់ចេះតែទំពាគ្រួបភ្នែកឡើងក្រហមថ្លែគាត់ទំពាចានអស់មួយទើបឈប់ទំពាទៀតហើយចាប់ផ្ដើមចង្អុលមុខតាប្លង់និងយាយណាងហើយនិយាយគំរាមសពគ្រប់ប្រការទើបនាំគ្រួសារតាក្រឹបត្រឡប់ទៅផ្ទះវិញអស់ទៅក្រោយពីហេតុការណ៍នោះមកនាយក្រាក់មានការខ្មាស់អៀនអ្នកស្រុកយ៉ាងខ្លាំងរឿងដែលគេស៊ីសាច់ឆាវនឹងត្រូវគេផ្ដាច់ពាក្យនោះបានคล้ายទៅជាប្រធានបទអ្នកភូមិនិយាយដើមម្យ៉ាងទៀតនាយក៏ខូចចិត្តយ៉ាងខ្លាំងដែលមិនបាននាងវារីធ្វើជាប្រពន្ធដោយមិនអាចទ្រាំរស់នៅក្រោមក្រសែភ្នែកមើលងាយនឹងការឈឺចាប់នេះបាននាយក្រាក់បានសម្រេចចិត្តចាក់ចេញពីផ្ទះសំបែងគេបានទៅចុះឈ្មោះធ្វើជាទាហានដើម្បីទៅច្បាំងនៅសមរភូមិឆ្ងាយចាប់តាំងពីពេលនោះមកមិនដែលមាននរណាម្នាក់បានឮដំណឹងពីនាយក្រាក់ទៀតឡើយគេបានបាត់ខ្លួនសូនឈឹងគ្មានដំណឹងស្លាប់ឬរស់ទុកឲ្យឪពុកម្ដាយទន្ទឹងរង់ចាំទាំងអស់សង្ឃឹមចំណែកឯតាសុងវិញក្រោយពីត្រឡប់ទៅផ្ទះវិញរបួសដែលបណ្ដាលមកពីការទំពាចាននិងឥទ្ធិពលនៃកំហឹងដែលខុសនឹងត្រណមវិជ្ជាអាគមបានធ្វើឲ្យគាត់ធ្លាក់ខ្លួនឈឺធ្ងន់បំណែកចាននៅក្នុងពោះបានធ្វើទុកហើយវិជ្ជាតមិលបានត្រឡប់មកកាច់ម្ចាស់ខ្លួនឯងវិញគាត់បានស្លាប់នៅក្នុងផ្ទះរបស់គាត់បន្សល់ទុកនៅរឿងរ៉ាវដ៏គួរឲ្យខ្លាចដល់អ្នកស្រុករីឯគ្រួសារតាប្លង់និងនាងវារីបានរួចផុតពីគ្រោះថ្នាក់ដោយសារតែការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់នាងវារីដែលហ៊ានបដិសេធនៅអ្វីដែលនាងយល់ថាមិនល្អទោះបីជាមានសម្ពាធពីមជ្ឈដ្ឋានខាងក្រៅក៏ដោយខ្លឹមសារអប់រំនៅក្នុងរឿងនេះគឺ 1. កុំវិនិច្ឆ័យតែសម្បកក្រៅការជ្រើសរើសគូស្រករមិនត្រូវមើលតែទៅលើការណែនាំរបស់អ្នកដទៃឬទ្រព្យសម្បត្តិឡើយត្រូវមើលអត្តចរិតនិងសង្កេតឲ្យបានច្បាស់លាស់ព្រោះសាច់ស្អាតមិនប្រកាសថាឆ្ងាញ់ផ្លែល្អមិនប្រកាសថាផ្អែមនោះទេ 2. កំហឹងគឺជាភ្លើងតួអង្គតាសុងបានបង្ហាញឲ្យយើងដឹងថាការយកកំហឹងមកដោះស្រាយបញ្ហាមិនត្រឹមតែមិនអាចដោះស្រាយបានទេថែមទាំងនាំមកនូវក្តីវិនាសអន្តរាយដល់ខ្លួនឯងទៀតផងម្យ៉ាងវិញទៀតវិជ្ជាឬអំណាចដែលបានប្រើប្រាស់ទៅក្នុងផ្លូវខុសហើយនោះវានឹងផ្ដល់ទុក្ខទោសដល់យើងវិញជាក់ជាមិនខាន 3. ការសម្រេចចិត្តដោយខ្លួនឯងនាងវារីជាតួអង្គដែលបង្ហាញពីភាពក្លាហានទោះបីជាកត្តាប្រពៃណីនិងសម្ពាធពីចាស់ទុំមានកម្លាំងខ្លាំងប៉ុណ្ណាប៉ុន្តែនាងហ៊ានសម្រេចចិត្តដើម្បីអនាគតរបស់ខ្លួនបើនាងមិនហ៊ានបដិសេធទេនោះម្លេះជីវិតរបស់នាងប្រហែលជាជួបទុក្ខធំមិនខានឡើយទី 4 វិបដិសារីនាយក្រាក់ជាតំណាងឲ្យមនុស្សដែលដើរផ្លូវខុសអបិយជំនឿអំពើខុសខើដែលចុងក្រោយត្រូវបានបាត់បង់ស្នេហាកិត្តិយសនិងត្រូវចាកចេញពីស្រុកកំណើតទាំងការឈឺចាប់ពុកម៉ែបងប្អូនលោកនាងមិត្តអ្នកទស្សនាដែលបានតាមដាននៅក្នុងសាច់រឿងវិជ្ជាតមិលដែលខ្ញុំបាទបានលើកយកមកនិទានក៏ដូចជាធ្វើគំនូរជីវចលចែកជូនទៅកាន់ពុកម៉ែបងប្អូនមិត្តអ្នកទស្សនានៅក្នុងពេលនេះក៏បានឈានចូលមកដល់នាទីបញ្ចប់ទៅហើយសូមអរគុណចំពោះពុកម៉ែបងប្អូនមិត្តអ្នកទស្សនាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដាននៅក្នុងសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើការតែងនិពន្ធការរៀបរៀងក៏ដូចជាការធ្វើជាគំនូរជីវចលនៅមានកន្លែងខ្វះខាតត្រង់ចំណុចប្រការណាមួយនៅឡើយក៏សូមខន្តីអធិស្ឋានពីសំណាក់ពុកម៉ែបងប្អូនមិត្តទស្សនាផងដែរប្រសិនបើពុកម៉ែបងប្អូនមិត្តទស្សនាចូលចិត្តនៅក្នុងសាច់រឿងមួយនេះអាចចុចទៅលើពាក្យថា Subscribe រួចចុចលើសញ្ញាកណ្ដឹងឬក៏អាចចុច Like ឬក៏ Share ទៅកាន់ពុកម៉ែបងប្អូនមិត្តទស្សនាដទៃទៀតបានទស្សនាកម្សាន្តដូចគ្នាផងដែរ
Chennai rừng praying khmai nâng vươn một chuột bục mai bằng ổn xa chỉ thay mà đòn tiết đào chỉ diêm pom nom nơi sự rừng lỏ thôi chỉ cần chỉ bị cho chun từ can bục mai bằng ổn bên tu sna ban tu sna cầm san chỉ bên tập tiếtในក្នុងពេលក្រោយជាចុងក្រោយក៏សូមជូនពរពុកម៉ែបងប្អូនមិត្តអ្នកទស្សនាទាំងអស់សូមសំប្រកបតែទៅនឹងសេចក្តីសុខសេចក្តីចម្រើនរាល់ការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយសូមសំប្រកបតែទៅនឹងសុខសុវត្ថិភាពទាំងពេលទៅនិងពេលត្រឡប់មកវិញនៅក្នុងពេលនេះខ្ញុំបានសូមអរគុណនិងសូមជម្រាបលា